យើងសំណួរសួរថាហេតុអីបានជាដូនតាយើងគាត់សាងប្រាសាទដ៏ច្រើននៅលើទឹកដីមួយនេះអញ្ចឹងយើងទៅស្វែងយល់ថាហេតុអីបានដូនតាយើងខ្លាំងបាទហេតុអីបានជាសំណង់ប្រាសាទមួយមានអាយុកាលរាប់រយឆ្នាំខណៈពេលដែលបច្ចុប្បន្នគ្រាន់តែយើងធ្វើអាគារយើងធ្វើស្ពានធ្វើផ្លូវជាពិសេសធ្វើផ្លូវអត់បាននឹងជាប់ដូចសម័យមុនថែមទាំងបច្ចុប្បន្នយើងមានបច្ចេកវិទ្យាយើងមានការសិក្សាយើងមានលបាយនៅវិស្វករពីក្រៅប្រទេសមកហេតុអីបានយើងធ្វើអន់ជាងដូនតារបស់យើងទៅដាក់សំណួរហ្នឹងបាទជំរាបសួរបងប្អូនទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទប៉ាផាណាថ្ងៃនេះពិតជាមានកិត្តិយសនាំអារម្មណ៍បងប្អូនមកសម្ដាប់ការសម្ភាសន៍ពាក់ព័ន្ធជាមួយនឹងទស្សនកិច្ចកន្លែងប្រវត្តិសាស្ត្រក៏ដូចជាកន្លែងសម្រាប់ដំណើរកម្សាន្តនៅក្នុងទឹកដីខេត្តសៀមរាបអញ្ចឹងចង់ដឹងថាតើយើងមានគម្រោងអ្វីខ្លះនៅក្នុងខេត្តសៀមរាបបាទសូមលំអរកាយក្រុមអញ្ជើញបងប្អូនទាំងគ្នាជួបជាមួយនឹងលោកធានកែវសង្លីដូចតទៅបាទសូមជម្រាបសួរបាទជម្រាបសួរបាទសូមលោកធានជំរាបពាក់ព័ន្ធជាមួយនឹងទីកន្លែងប្រវត្តិសាស្ត្រក៏ដូចជាកន្លែងតំបន់ទេសចរដែលយើងបានមកលេងថ្ងៃនេះហើយគម្រោងរៀបចំសម្រាប់កម្មវិធីដំណើរកម្សាន្តឆ្លងឆ្នាំរបស់យើងបាទសូមគោរពជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាយុវវ័យរបស់កម្ពុជាទាំងអស់ផងដែរខ្ញុំបាទកែវសង្លីជាប្រធានរបស់ VR1 ថ្ងៃនេះយើងបានមកកាន់ទឹកដីខេត្តសៀមរាបក្រុងអង្គរហើយយើងមកនេះក្នុងគោលបំណងមួយគឺការរៀបចំនៅកម្មវិធីសម្រាប់ឆ្លងឆ្នាំសកលបាទ2025ឆ្លង2026ហើយអ្វីដែលយើងមកនេះយើងចង់ផ្សារភ្ជាប់ជាមួយនឹងទីកន្លែងប្រវត្តិសាស្ត្រក៏ដូចជានាំយុវជនរបស់យើងចូលរួមនៅព្រឹត្តិការណ៍ជាច្រើនហើយខ្ញុំសូមរាប់ទូថាអ្វីដែលគុំនៅយើងមកនេះយើងនឹងមកទស្សនាប្រាសាទអង្គរក៏ដូចជាប្រាសាទបាយ័ននិងប្រាសាទផ្សេងទៀតដែលនៅតំបន់អង្គរបាទហើយអ្វីដែលយើងមកទស្សនាយើងមិនមែនត្រឹមតែគេហៅថាមកមើលរូបប្រាសាទហើយថតរូបនោះទេគឺយើងមានកាយនៅក្នុងការប្រាប់បង្ហាញអំពីប្រវត្តិសាស្ត្រអំពីរជ្ជកាលរាជអង្គណាដែលកសាងក៏ដូចជាប្រវត្តិរឿងរ៉ាវមួយចំនួនទាក់ទងជាមួយនឹងចម្លាក់នៅតាមផ្ទាំងជញ្ជាំងប្រាសាទអូខេអញ្ចឹងរឿងទី1រឿងទី2យើងធ្វើការជិះកង់បាទជិះកង់ផ្សារភ្ជាប់ជាមួយនឹងកីឡាអញ្ចឹងជិះកង់បាទមានជិះកង់អញ្ចឹងព្រលឹមឡើងព្រឹកព្រលឹមតែម្ដងបាទយើងក្រោកមកគឺយើងជិះកង់នៅជុំវិញតំបន់ប្រាសាទអញ្ចឹងបងប្អូនខ្លះគាត់មានពេលវេលាខ្លីកន្លងមកគាត់អត់បានមានពេលវេលាច្រើនជាមួយនឹងប្រាសាទស្រស់ស្អាតរបស់យើងទេជួនកាលមកពេលព្រឹកបាទតែអត់បានឃើញថ្ងៃរះចំកំពូលប្រាសាទឬក៏ទិដ្ឋភាពការពូមាសណាយើងកម្រអញ្ចឹងលើកនេះគឺយើងអញ្ជើញគាត់ជិះកង់នៅក្នុងតំបន់ប្រាសាទរបស់យើងបាទអញ្ចឹងបានបញ្ចេញញើសហើយបានទស្សនាប្រងប្រាសាទបាទអញ្ចឹងបានន័យថាយើងបានដឹងរឿងរ៉ាវប្រវត្តិសាស្ត្របាទហើយយើងបានទស្សនាផ្ទាល់និងបានគយគន់ទេសភាពនៅជុំវិញតំបន់ប្រាសាទតែម្ដងបាទនេះជារឿងសំខាន់ហើយក្នុងនោះដែរយើងក៏ធ្វើការសម្ដែងនៅសិល្បៈបុរាណរបស់យើងដែលយើងមានបាទវាជាអត្តសញ្ញាណរបស់ក្រុម VR1 ហើយដែលយើងផ្សារភ្ជាប់តាំងពីគុនខ្មែរតាំងពីល្ខោនតាំងពីអាយ៉ៃចម្រៀងបុរាណអញ្ចឹងយើងមានច្រើនណាស់អញ្ចឹងលើកនេះនឹងធ្វើឲ្យបងប្អូនកាន់តែប្លែកថែមទៀតបាទអញ្ចឹងបានន័យថាយុវជនផ្សារភ្ជាប់ជាមួយនឹងសិល្បៈបុរាណរបស់យើងចូលរួមចំណែកនៅក្នុងការរក្សាហើយមិនត្រឹមតែប៉ុណ្ណោះយើងក៏មានការអភិវឌ្ឍដែរបាទអញ្ចឹងត្រួសមួយចំនួនប៉ុណ្ណេះហើយសង្ឃឹមថាយើងមិនចោលទេនៅកម្មវិធីមូលនិធិផងដែរអញ្ចឹងយើងកំពុងតែមើលឲ្យថាតើយើងអាចចូលរួមនៅក្នុងជ្រុងណាមួយសម្រាប់ការជួយមន្ទីរពេទ្យនៃតំបន់អង្គរនេះអញ្ចឹងមានកុមារអង្គរឬក៏មន្ទីរពេទ្យកុនថាបុប្ផាអញ្ចឹងយើងនឹងរៀបចំសម្រាប់កញ្ចប់ថវិកាមួយចំនួនដើម្បីធ្វើការជួយកុមារកម្ពុជាផងដែរបាទមានពីរកន្លែងទៀតបាទកំដរឈប់បាទណាវាគ្មិនគឺ clear និយាយបាទយើងចង់ឲ្យយុវជនរបស់យើងបានចូលទៅទស្សនាសារមន្ទីរជាតិបាទអញ្ចឹងនៅអង្គរនេះមានពីរកន្លែងបាទអញ្ចឹងមានកន្លែងចាស់មួយនិងកន្លែងថ្មីមួយអញ្ចឹងយើងនឹងជួបជាមួយនឹងកាយក៏នឹងប្រាប់អំពីចម្លាក់នៅក្នុងឆ្នាំណាក៏ដូចជាប្រវត្តិសាស្ត្ររបស់យើងបាទអញ្ចឹងគឺនាំបងប្អូនយើងទៅទស្សនាសារមន្ទីរបាទសារមន្ទីរជាតិរបស់យើងហើយទី2នោះគឺយើងទៅគ្រប់គ្រងនៅការសិប្បកម្មស្នាដៃសិប្បកម្មឬក៏
អាហារដ្ឋានឬក៏កន្លែងផ្សេងៗទៀតដែលជារបស់ខ្មែរហើយយើងនឹងនាំបងប្អូនទៅកន្លែងវិចិត្រករដៃឯងបាទយើងចង់ផ្សារភ្ជាប់រូបភាពទុកជាអនុស្សាវរីយ៍ក៏ដូចជាទិញនៅទឹកដៃការឆ្លាក់របស់គាត់នេះបងប្អូនអាចយកទៅតាំងនៅផ្ទះនៅ office នៅការិយាល័យឬក៏ទុកជាកដោអនុស្សាវរីយ៍សម្រាប់ក្រុមការងារបងប្អូនរបស់យើងបានបាទអញ្ចឹងបានន័យថាម៉េចបានន័យថាមកដល់កម្ពុជាបើមិនបានមកលេងអង្គរមិនបានមកលេងសៀមរាបទេដូចអត់បានមកលេងស្រុកខ្មែរទេអញ្ចឹងបើជ្រុលមកដល់តំបន់អង្គរហើយបាទយើងទិញកាដូអនុស្សាវរីយ៍ណាមួយអំពីការធ្វើដោយដៃដោយប្រជាពលរដ្ឋកម្ពុជានៅលើទឹកដីអង្គរបាទអញ្ចឹងទុកជាអនុស្សាវរីយ៍មួយថាយើងពិតជាបានទៅមែនជាក់ស្ដែងដូចយើងទៅបណ្ដាប្រទេសផ្សេងៗយើងមិនថាទៅចិនមិនថាទៅជប៉ុនកូរ៉េទេគេតែងតែនាំឲ្យយើងពាក្យសម្លៀកបំពាក់ជនជាតិរបស់គេណាទៅអារ៉ាប់ទៅអីក៏ដោយហើយដូចជាទៅសិង្ហបុរីក៏គេមានប្រវត្តិតាក់ទងជាមួយរឿងលុយ$1 $2របស់គេនេះដែរបាទអញ្ចឹងវាសុទ្ធតែជាអនុស្សាវរីយ៍មួយសម្រាប់ទឹកដីដែលយើងបានទៅបាទអញ្ចឹងយើងនឹងសប្បាយរីករាយជាមួយនឹងកន្លែងមួយចំនួនដែលបង្កើតឡើងដោយគុំខ្មែររបស់យើងបាទអរគុណច្រើនលោកធានអញ្ចឹងមិនត្រឹមតែបងប្អូនបានមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែររបស់យើងទេបងប្អូនបានជិះកង់បងប្អូនបានចូលរួមបរិច្ចាគឬក៏ចូលរួមជួយទៅកម្មវិធីពេទ្យគេហៅថាកម្មវិធីសប្បុរសធម៌ហើយបន្ថែមពីលើនឹងទៀតគឺទៅទស្សនាសារមន្ទីរជាតិរបស់យើងដើម្បីឲ្យដឹងពីប្រវត្តិរឿងរ៉ាវផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងហើយបន្ថែមពីលើនឹងទៀតបងប្អូនយើងអាចចូលរួមដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងនឹងគេហៅថារបាយសេដ្ឋកិច្ចបាទអញ្ចឹងយើងជួយនឹងមួយផ្នែកទៀតហើយតែជួយបាទហើយបងប្អូនក៏បានយើងទៅហ្នឹងគឺយើងបានមានកន្លែងមួយចំនួនយើងមានមហូបមានអីផ្សេងទៅកន្លែងផ្សេងទៀតមានវត្ថុអនុស្សាវរីយ៍បាទអញ្ចឹងគឺកាន់តែពិសេសសម្រាប់បងប្អូនយើងទៀតអរគុណច្រើនបងប្អូនសម្រាប់ការបន្តពេលវេលាដ៏មានតម្លៃនៅក្នុងការទស្សនានៃការផ្សាយរបស់យើងអ្វីដែលយើងចង់បង្ហាញទៅកាន់យុវជនរបស់យើងគឺយើងមកនេះគឺយើងលើសអំពីការទស្សនានេះគឺចង់ឲ្យបងប្អូនឃើញថារឿងរ៉ាវប្រវត្តិសាស្ត្រពិតជាអស្ចារ្យណាស់សម្រាប់យើងម្នាក់ត្រូវតែស្វែងយល់យើងសំណួរសួរថាហេតុអីបានជាដូនតាយើងគាត់សាងប្រាសាទដ៏ច្រើននៅលើទឹកដីមួយនេះបាទហើយមិនត្រឹមទឹកដីខ្មែរទេយើងដឹងហើយអតីតកាលយើងបានបន្សល់ទុកបាទនៅលើទឹកដីប្រទេសជិតខាងដែលគេបានកាន់កាប់យកនៅពេលបច្ចុប្បន្ននេះបាទកន្លងមកការធ្វើសង្គ្រាមទៅវិញទៅមកអញ្ចឹងយើងទៅស្វែងយល់ថាហេតុអីបានដូនតាយើងខ្លាំងបាទហេតុអីបានជាសំណង់អាគារហេតុអីបានជាសំណង់ប្រាសាទមួយមានអាយុកាលរាប់រយឆ្នាំខណៈពេលដែលបច្ចុប្បន្នគ្រាន់តែយើងធ្វើអាគារយើងធ្វើស្ពានធ្វើផ្លូវជាពិសេសធ្វើផ្លូវអត់បាននឹងជាប់ដូចសម័យមុនផងថែមទាំងបច្ចុប្បន្ននេះយើងមានបច្ចេកវិទ្យាយើងមានការសិក្សាយើងមានលបាយនៅវិស្វករពីក្រៅប្រទេសមកហើយដែរបើយើងធ្វើអន់ជាងដូនតារបស់យើងទៅដាក់សំណួរហ្នឹងតើមកពីទឹកដៃយើងធ្វើឬក៏មកពីអីណាអញ្ចឹងយើងចង់ឲ្យយុវជនរបស់យើងឆ្លុះបញ្ចាំងមើលបាទអញ្ចឹងហើយការថាទស្សនវិជ្ជាប្រវត្តិសាស្ត្រនេះឲ្យយុវជនឆ្លុះបញ្ចាំងមើលថាពីមួយចំនួនអ្វីដែលជាកំហុសឆ្គងរបស់យើងហើយអ្វីដែលយើងត្រូវការអភិវឌ្ឍនៅថ្ងៃអនាគតបាទហើយយើងត្រូវតែអភិវឌ្ឍការយល់ដឹងហ្នឹងហើយនឹងសេដ្ឋកិច្ចរបស់យើងបាទតែយើងអាចឲ្យប្រជាពលរដ្ឋយើងនៅក្នុងសហគមន៍ហ្នឹងគាត់ធ្វើម៉េចរីកចម្រើនបាទណាយើងកម្ពុជាយើងមានតំបន់ទេសចរណ៍បែបវប្បធម៌បែបធម្មជាតិបែបកែច្នៃជុំច្រើនមែនទែនដែរដូចថាបានមកសល់យ៉ាងសម្បូរបែបអញ្ចឹងនេះយើងចង់បង្ហាញយុវជនយើងស្វែងយល់ថាហេតុអីបានសម័យកាលមុនរីកចម្រើនហើយបច្ចុប្បន្នយើងទទួលនៅគេដំណើរដ៏អស្ចារ្យហេតុអីបានជាយើងនៅមានសេដ្ឋកិច្ចប៉ុណ្ណឹងអញ្ចឹងតែយើងត្រូវធ្វើម៉េចសួរសំណួរទៅកាន់បងប្អូនតែធ្វើម៉េចដើម្បីឲ្យសេដ្ឋកិច្ចជាតិរបស់យើងប្រសើរតែធ្វើម៉េចឲ្យវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងនេះមានឥទ្ធិពលទៅកាន់ពិភពលោកឲ្យគេបានស្គាល់ឲ្យគេបានដឹងហើយគេចង់ស្វែងយល់នឹងមកទស្សនាប្រទេសរបស់យើងបាទនេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់ប្រជាជនในការមកយើងបាទលោកធានសូមជម្រាបលោកធានឲ្យមានសុខភាពល្អហើយបន្តចូលរួមកិច្ចការងារសង្គមក៏ដូចជាដឹកនាំយុវជនធ្វើសេចក្ដីសំខាន់ដើម្បីជួយឲ្យប្រទេសជាតិរបស់យើងរីកចម្រើនកាន់តែខ្លាំងបាទអញ្ចឹងសម្រាប់កម្មវិធីរបស់យើងក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតបាទ